បាទទស្សនិកជនជាទីមេត្រីបាទបងប្អូនជនរួមជាតិជាទីគោរពរាប់អានបាទថ្ងៃនេះជាថ្ងៃទី15ខែមេសាឆ្នាំ2026បាទជាថ្ងៃវរៈឡើងស័កនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងថ្ងៃកណ្ដាលបាទហើយនៅពេលនេះខ្ញុំបានទៅលេងនាំក្រុមគ្រួសារទៅលេងនៅខាងមុខវាំងបាទព្រះបរមរាជវាំងយើងដោយឃើញទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋបាទយ៉ាងកុះកបាទបាននាំគ្នាទៅលេងកំសាន្តនៅមុខវាំងបាទថ្ងៃនេះគឺជាថ្ងៃទី15ថ្ងៃកណ្ដាលនៃថ្ងៃប្រារព្ធពិធីចូលឆ្នាំជាតិខ្មែរបាទអញ្ចឹងសាលារាជធានីភ្នំពេញក៏ដូចជាក្រសួងមុខងារសាធារណៈបានធ្វើពិធីក្នុងការដង្ហែសង្ក្រាន្តបាទនៅខាងមុខព្រះបរមរាជវាំងបាទទៅខាងមុខវត្តអណាឡោមបាទនៅក្នុងកលៈទេសៈនេះដែរទិដ្ឋភាពទាំងស្រុងដែលខ្ញុំបានទៅឃើញក៏ដូចបងប្អូនប្រជាពលរដ្ឋយើងទាំងអស់បានចូលរួមនោះក៏យ៉ាងយើងឃើញថាយ៉ាងកុះកបំផុតសម្រាប់ប្រជាពលរដ្ឋយើងហើយក៏មានលបាំលបែងប្រជាប្រិយបាទបងប្អូនអាជីវករដាក់លក់ដូរបាទគ្រប់មុខទំនិញឬក៏គេហៅថាម្ហូបអាហារផ្សេងតាមមុខវាំងហ្នឹងបាទហើយយើងមើលទៅឃើញគេហៅថាទិដ្ឋភាពយ៉ាងរស់រវើកបាទហើយមានរបាំត្រុកដែលសិល្បៈបងប្អូនដែលជាសិល្បៈរបាំត្រុកដែលជារបាំប្រពៃណីដ៏ចាស់បុរាណមួយសម្រាប់ពលរដ្ឋខ្មែរយើងដូនតាខ្មែរយើងប្រពៃនិងបន្សល់ទុកតាំងពីរាប់រយឆ្នាំមកហើយបាទហើយយើងឃើញទិដ្ឋភាពនៅខាងមុខវាំងយើងឃើញថាប្រជាពលរដ្ឋយើងបានចូលរួមកម្មវិធីកំសាន្តក៏ដូចជាលំហែកាយជាផ្ទាំងទស្សនីយភាពមួយសម្រាប់អស់លោកសម្រាប់បងប្អូនយើងគេថាកំសាន្តសប្បាយបាទយើងឃើញហើយដូចថាមិនចាញ់នៅតាមបណ្ដាខេត្តទេបាទតាមបណ្ដាខេត្តក៏មានលេងប្រារព្ធពិធីចូលឆ្នាំខ្មែរយើងដូចគ្នាចឹងដែរតែឆ្នាំនេះប្រមុខរាជរដ្ឋាភិបាលក៏ដោយសាលារាជធានីភ្នំពេញឬក៏ក្រសួងមុខងារសាធារណៈបាទអាយដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោកបានរៀបចំកម្មវិធីសង្ក្រាន្តបាទនៅខាងរាជធានីភ្នំពេញបាទមានទីតាំងច្រើនបាទក្នុងនោះមានសួនវត្តភ្នំបាទរមណីយដ្ឋានវត្តភ្នំមានផ្សាររាត្រីមានមុខវត្តបទុមឬក៏ដូចជាមុខវាំងជាដើមបាទប្រពៃឲ្យធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងទៅកំសាន្តលេងសប្បាយយ៉ាងកុះកតែម្ដងបងប្អូនបាទយើងឃើញទិដ្ឋភាពនេះក៏យើងមើលទៅគេហៅថាវាញ៉ាំងបរិយាកាសមួយទៀតគឺមេឃស្ទុំចាប់ពីម៉ោង3ជាងរសៀលហ្នឹងមេឃចាប់ដើមស្ទុំបាទវាអំណោយផលល្អសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើងលោកទៅកំសាន្តលេងសប្បាយនៅតាមទីកន្លែងដែលប្រារព្ធពិធីចូលឆ្នាំខ្មែរសង្ក្រាន្តចូលឆ្នាំខ្មែរយើងនេះបាទហើយថ្ងៃនេះថ្ងៃ15ថ្ងៃវិរៈឡើងស័កអញ្ចឹងបងប្អូនយើងទៅលេងហើយតិចទៀតហ្នឹងខ្ញុំបានយកភាពពេលប្រលប់បាទមានសភនភាពស្អាតបាទនៅតាមផ្លូវសាធារណៈខាងមុខព្រះបរមរាជវាំងទៅរហូតដល់ផ្សាររាត្រីបាទហើយនេះនៅតាមឆ្នេរទន្លេមុខវាំងតែម្ដងបាទមានសត្វព្រាបរាប់ម៉ឺនក្បាលហ្មងបាទយ៉ាងកុះកទៅនៅខាងមុខវាំងនឹងបាទហើយយើងមើលឃើញទិដ្ឋភាពដែលអ្វីយើងគួរចាប់អារម្មណ៍ខ្លាំងនោះគឺកម្មវិធីហែសង្ក្រាន្តមានក្បួនមានខ្នាតតាមប្រពៃណីខ្មែរដូនតាខ្មែរយើងបានប្រពបន្សល់ទុកឲ្យកូនចៅចំនួនក្រោយយកមកអនុវត្តកំសាន្តលេងសប្បាយបាទនៅក្នុងចូលឆ្នាំខ្មែរចំនួន3ថ្ងៃនេះបាទចាប់ពីថ្ងៃទី14 15 16បាទហើយទិដ្ឋភាពនៅខាងមុខព្រះបរមរាជវាំងទន្លេចតុមុខបាទទន្លេចតុមុខយើងឃើញមើលទៅបរិយាកាសល្អបាទអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងលោកគួរតែទៅលេងកំសាន្តបាទនៅមុខវាំងយើងឥឡូវរៀបបានស្អាតសាលារាជធានីភ្នំពេញដែលមានអាដាមខួងស្រេងដែលជាអាបាលនៃគណៈអាបាលរាជធានីភ្នំពេញនេះគឺលោកបានរៀបចំ
នៅសភនភាពគេថាស្ដាប់ធ្នាប់បានល្អសំបីបងប្អូនដាក់លក់នៅតាមមុខវាំងហ្នឹងមែនតែរៀបបានស្អាតយើងមើលទៅឃើញស្អាតបាទឃើញបើគេហៅថាអនាម័យហើយមានបងប្អូនខាងអនាម័យបានមកបបោសសម្អាតអត់ឲ្យមានស្លឹកឈើអត់ឲ្យមានសម្រាមថង់ឲ្យផ្លាស្ទិកញ៉ៃៗបើអាជីវករបងប្អូនដាក់លក់ដូរក៏លោកមើលទៅគេរៀបចំមានស្ដាប់ធ្នាប់ល្អបាទនេះទស្សនភាពនៅខាងមុខព្រមរាជវាំងឃើញបងប្អូនមើលទៅយើងឃើញថាគួរឲ្យថាកុយគុណគួរឲ្យតែថាទៅចូលរួមកំសាន្តលេងវាតិចភ្នែកវាធ្វើឲ្យបរិយាកាសយើងវាប្លែកបាទកុំឲ្យវា stress កុំឲ្យវាទៅលេងអង្គុយមុខវាំងតែទស្សនភាពបែបនេះគឺមិនមែនជារៀងរាល់ថ្ងៃទេតែ3ថ្ងៃហ្នឹងទេបាទតែបន្ទាប់មកទៀតគឺថ្ងៃធម្មតាគឺក៏នៅមានរៀបចំផ្កាភ្ញីភ្លើងពណ៌តាមផ្លូវអីចឹងទៅបាទដាក់រំយោលភ្លើងពណ៌នៅរាល់ថ្ងៃបាទនៅរាល់ថ្ងៃអញ្ចឹងនៅមុខវាំងគឺយើងមើលទៅឃើញឃើញថាស្អាតបាទយើងមើលទៅឃើញថាបងប្អូនចូលរួមរាប់ម៉ឺននាក់មិនពាន់នាក់ទេរាប់ម៉ឺនហ្មងព្រោះតាំងពីសាលសន្និសិទចាក់ទៅមុខទៅរហូតទៅដល់ផ្សាររាត្រីទៅដល់វត្តភ្នំបាទហើយនៅមុខវត្តបទុមបដីក៏មានលេងconcert ដែរបាទ concert ដែរនៅខាងមុខវត្តបទុមបដីនេះបាទអញ្ចឹងយើងគួរតែមានសោមនស្សរីករាយមួយបាទពាក់ព័ន្ធនឹងទស្សនភាពរាជធានីភ្នំពេញដែលខាងសាលាក្រុងលោកបានរៀបចំបានស្អាតបាទទស្សនភាពទាំងអស់នេះយើងឃើញថាស្អាតឃើញស្អាតថាស្អាតហើយបាទឃើញស្អាតថាស្អាតចឹងហ្មងបាទយើងមើលទៅឃើញពិតជាសមរម្យមែនហើយដូចជាទូកដទូកអីនេះក៏អត់មាននៅស្អេកស្កះចឹងដែរបាទដោយសារលោករៀបចំបានត្រឹមត្រូវឃើញឲ្យមានចតមែនទេមានស្រាប់ធ្នាប់បានល្អបាទអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋគួរតែរស់រាន់ដើម្បីអ្នកនៅរាជធានីភ្នំពេញទៅលេងកំសាន្តបាទទៅលេងកំសាន្តនៅខាងមុខវាំងបាទយើងឃើញទស្សនភាពនៅមុខវាំងល្អបាទល្អណាស់យើងឃើញទៅបងប្អូនឃើញហើយទស្សនភាពទាំងអស់នេះជាកម្មវិធីសង្ក្រាន្តបាទនេះទស្សនភាពរបស់ខាងសាលារាជធានីភ្នំពេញបានរៀបក៏ដូចជាខាងមុខងារក្រសួងមុខងារសាធារណៈអាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបាទលោកបានរៀបចំកម្មវិធីហើយរូបភាពទាំងអស់នេះក៏ខ្ញុំមិនបានថតជូនបងប្អូនទស្សនាគ្រប់គ្រាន់ដែរដោយសារមនុស្សច្រើនចង្អៀតពេកបាទខ្ញុំបានត្រឹមថតនៅខាងក្រៅទាំងចឹងទៅបានរូបភាពខ្លះដើម្បីផ្ញើជូនបងប្អូននៅតាមគេហដ្ឋានលោកបានទស្សនាបាទលោកមិនបានទៅផ្ទាល់អញ្ចឹងឲ្យលោកដឹងថានេះថ្ងៃ15ហ្នឹងពេលរសៀលពេលយប់នៅមុខវាំងនៅផ្សាររាត្រីបាទនៅមុខវត្តអណាឡោមបាទមានទស្សនភាពយ៉ាងម៉េចអញ្ចឹងបងប្អូនមើលតាមវីដេអូរូបភាពនេះទៅគឺឃើញច្បាស់ហើយបាទគឺឡើងណែនតែនតាប់កកហ្មងបាទបងប្អូនគឺយើងមើលទៅគួរតែចាប់អារម្មណ៍មួយដែរមានមនោចិត្តគេហៅថាមោទនភាពបាទក្នុងនាមយើងជាខ្មែរបាទអញ្ចឹងយើងគួរតែសប្បាយរីករាយនៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរផងយើងនៅពេលនេះបាទមានសាលារាជធានីភ្នំពេញក៏ដូចជាអាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីលោកបានរៀបចំកម្មវិធីអង្គរសង្ក្រាន្តយកមកធ្វើនៅខាងមុខព្រះបរមរាជវាំងក៏ដូចជាមុខវត្តអណាឡោមឬក៏នៅខាងវត្តភ្នំបាទផ្សាររាត្រីហ្នឹងបាទអញ្ចឹងធ្វើឲ្យបរិយាកាសហ្នឹងមានសភនភាពល្អបាទបងប្អូនចូលរួមកំសាន្តសប្បាយបាទអញ្ចឹងសូមបងប្អូននៅថ្ងៃស្អែកមួយថ្ងៃទៀតបាទថ្ងៃចុងក្រោយតែថ្ងៃក្រោយទៀតក៏នៅតែលេងធម្មតាដែរបាទធម្មតាដែរតែមិនបានរៀបចំអង្គរសង្ក្រាន្តនោះទេបាទអញ្ចឹងសូមបងប្អូនរស់រាន់បាទមិនតាន់ហួសពេលទេនៅមុខបរមរាជវាំងនេះគឺលោកបានរៀបចំកម្មវិធីនឹងបានស្អាតណាស់បានល្អណាស់បាទយើងចូលរួមមោទនភាពទាំងអស់គ្នាជាមួយប្រមុខរាជរដ្ឋាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញក៏ដូចជាក្រសួងមុខងារសាធារណៈដែរបាទអញ្ចឹងសូមបងប្អូនចូលរួមចំណែកក្នុងការចូលលេងកំសាន្តសប្បាយនៅខាងមុខបរមរាជវាំងយើងតទៅទៀតបាទជារៀងរាល់ថ្ងៃ
បាទបើសិនមិនមែនថ្ងៃបន់ក៏មុខវាំងបានរៀបបានស្អាតដដែលដែរទេបាទរៀបបានស្អាតដដែលទេអញ្ចឹងខ្ញុំសូមជូនវីដេអូនេះដល់ពុកម៉ែបងប្អូនបានជ្រាបតែប៉ុណ្ណេះបាទសូមអរគុណបាទសូមអរគុណ